ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើសណ្តែកខ្មៅប្រៃផ្អែមចាគ្រឿងផ្សំមានដូចខាងលើជាដំបូងយើងយកសណ្តែកយើងទៅលាងទឹកឲ្យស្អាតចាតែមុននឹងលាងយើងរើសចាគ្រាប់ណាដែលវាអត់ល្អយើងរើសវាចេញចាត្រាំទឹកទុករយៈពេល6ម៉ោងចាឃើញថាសណ្តែកយើងរីកបានល្អហើយនាងខ្ញុំស្រង់ដាក់កញ្ច្រែងចាតែទឹកដែលត្រាំសណ្តែកហ្នឹងគឺនាងខ្ញុំទុកប្រើឡើងវិញចាពេលដែលយើងស្ងោររមាស់វាចាយើងដាក់សណ្តែកយើងចូលចានាងខ្ញុំប្រើទឹកដែលត្រាំសណ្តែកនោះចំនួន6ពែងចាដែលពែងរបស់នាងខ្ញុំនោះមានចំណុះ100មីលីលីត្រចានាងខ្ញុំដាក់ប្រេងឆាចំនួន1ស្លាបព្រាហើយស្ងោរវាទុករយៈពេល10នាទីចាអញ្ចឹងពេលដែលវាឡើងពពុះបែបនេះបងប្អូនត្រូវតែដួសពពុះនឹងចេញចាយើងដួសវាចេញឲ្យស្អាតមកបន្ទាប់មកនាងខ្ញុំដាក់ទឹកស៊ីអ៊ីវចំនួន8ស្លាបព្រាទឹកស្ករចំនួន7ស្លាបព្រាចារំងាស់វារហូតទាល់តែវាគោកទឹកចាគឺគោកទឹកបែបនេះយើងអាចភ្លក់មើលបានចាឃើញថារសជាតិគឺប្រៃផ្អែមល្មមហើយនាងខ្ញុំដាក់ល្ងចំនួន1ស្លាបព្រារួចជាការស្រេចចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំ